សមាជិកចាប់ខ្លួនជនជាតិចិន5នាក់ពាក់ព័ន្ធអំពើចាប់ជំរិតទារប្រាក់រាប់ម៉ឺនដុល្លាររាជធានីភ្នំពេញអ ுக ្រិតជន5នាក់ត្រូវកម្លាំងសមាជិកជំនាញចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងអំពើចាប់ជំរិតទារប្រាក់$50,000អាមេរិកស្ថិតនៅចំណុចភូមិត្រពាំងថ្លុងទី1ឃុំត្រពាំងថ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំនេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី11ខែមករាឆ្នាំ2026សកម្មភាពនៃការចុះបង្ក្រាបធ្វើឡើងតាំងពីថ្ងៃទី7ខែមករាមកម្លេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេតកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបើកការស្រាវជ្រាវករណីចាប់ឃុំឃាំងបង្ខាំងដោយខុសច្បាប់ដោយសម្ងាត់បំផុតរហូតឈានដល់ការកំណត់ទីតាំងបង្ខាំងជនរងគ្រោះព្រមទាំងធ្វើការចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់សរុប5នាក់ក្នុងនោះរួមមាន1ឈ្មោះឆេងយូ2ឈ្មោះឡាងឆាងឡៃ3ឈ្មោះតាហាល់4ឈ្មោះតុងយុន5ឈ្មោះលូយីវ៉ាងពួកគេទាំងអស់សុទ្ធសឹងជាជនជាតិចិនទោះយ៉ាងណាជុំវិញករណីខាងលើកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះចំនួន9នាក់ចេញពីកណ្ដាប់ដៃក្រុមអ ுக ្រិតជនផងដែរបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជាម្ចាស់សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមានស្ត្រីជនជាតិចិននិងបរិសុទ្ធជនជាតិឥណ្ឌាត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មវាយយុវតីម្នាក់រហូតដល់ស្លាប់រាជធានីភ្នំពេញមនុស្សប្រុសស្រី2នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងអំពើឃាតកម្មវាយយុវនារីជនជាតិចិនម្នាក់រហូតដល់ស្លាប់ស្ថិតនៅសង្កាត់ទួលទំពូងទី2ខណ្ឌចំការមុនរាជធានីភ្នំពេញនេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី11ខែមករាឆ្នាំ2026ការចាប់ខ្លួននេះធ្វើឡើងចាប់តាំងពីថ្ងៃទី2ខែមករាមកម្លេះក្រោយទទួលបានពាក្យបណ្ដឹងពីសាច់ញាតិជនរងគ្រោះឈ្មោះឡៃយូជីងភេទស្រីអាយុ23ឆ្នាំជនជាតិចិនភ្លាមលោកឧត្តមសេនីយ៍ឯកងេងជួរបានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវជាសម្ងាត់រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ទាំង2នាក់ទី1មានឈ្មោះចាឡាស៊ីតដាថាជនជាតិឥណ្ឌានិងម្នាក់ទៀតឈ្មោះលីហ្វាងជាជនជាតិចិនបញ្ជូនមកកាន់នាយកដ្ឋានដើម្បីបើកការសាកសួរព័ត៌មានតាមនីតិវិធីជំនាញរបស់សមត្ថកិច្ចបន្ទាប់ពីធ្វើការសាកសួរព័ត៌មាននិងធ្វើកំណត់ហេតុរួចនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់ហិង្សាលើជនរងគ្រោះរហូតដល់បាត់បង់ជីវិតពិតប្រាកដមែនបច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង2នាក់ទៅកាន់អัยការអមសាលាដំបងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់